លោកម៉ៅការព្យាករចុងក្រោយពុកភ្លៀងធំចិត្តមកដល់ព្រំដែនហើយយ៉ាងយូរបំផុតស្អែកយប់ព្រើនឹងធ្លាក់ដល់ភូមិខោជាហើយនៅសល់ម្ទេសប៉ុន្មានមិនទាន់បេះជាង70បើបង្អែបង្អង់តែមួយថ្ងៃទៀតម្ទេសទាំងនេះនឹងខូចអស់ហើយលោកម៉ៅហេតុអ្វីបានជីយកឡានមកច្រើនម្លេះចង់មកប្រមូលទិញទេមែនទេការព្យាករថាស្អែកយប់មានខ្យល់ខ្លាំងនឹងព្រើម្ទេសឲ្យតែប៉ះព្រើគឺរលួយភ្លាមម្ទេសស្នែងពេកក្នុងភូមិខោជាដែលគ្រប់ស្តង់ដារថ្ងៃនេះខ្ញុំទិញក្នុងតម្លៃ2យ៉នក្នុងមួយចិន2យ៉នតម្លៃទីផ្សារខាងក្រៅមិនមែនត្រឹម1 2ឬ1 3យ៉នទេអីលោកម៉ៅ2យ៉នមួយចិនមែនទេទិញទូទាំងភូមិតែម្ដងឲ្យតែគ្រប់ស្តង់ដារខ្ញុំទិញទាំងអស់តែខ្ញុំទិញតែថ្ងៃនេះទេដល់ម៉ោងនេះថ្ងៃស្អែកបើអាកាសធាតុប្រែប្រួលតម្លៃនឹងមិនមែនបែបនេះទេកុំលក់ឲ្យសោះលោកម្ចាស់ម៉ៅមេឃមិនទាន់រំផងលោកឯងយកលុយនឹងឡានមកដល់លោកឯងពូកែជាងទេវតាទៅទៀតអ្នករាល់គ្នាគិតមើលហេតុអ្វីគាត់ប្រញាប់ម្លេះម្ទេសភូមិយើងឆ្នាំនេះដុះល្អណាស់ប្រហែលគាត់ដឹងថាវានឹងឡើងថ្លៃទើបខ្លាចយើងលក់បានថ្លៃមែនទេត្រូវហើយចុះបើស្អែកមានគេឲ្យ3យ៉នជាងសិនគុំនិយាយផ្ដេសផ្ដាស់តម្លៃ2យ៉នមិនទៀបទេមេភូមិលោកប្រញាប់ធ្វើអីលោកម៉ៅឲ្យផលប្រយោជន៍អ្វីខ្លះដល់លោកឯងនិយាយស្អីហ្នឹងតម្លៃទិញធម្មតាគឺ1ទៅ1 5យ៉នថ្ងៃនេះខ្ញុំឲ្យ2យ៉នព្រោះព្រើចិត្តធ្លាក់ហើយនេះជារ៉ាដាចុងក្រោយភូមិខោជាស្ថិតនៅចំកណ្ដាលតំបន់ធ្លាក់ព្រើតែម្ដងបើមិនបេះឥឡូវចាំព្រើធ្លាក់បែកសំបកំទេកុំថាឡើយ2យ៉នសំបី2កាក់ក៏គ្មានគេទិញដែរ2កាក់ចុះថ្លៃសាលាកូនខ្ញុំបានអីបងឈប់បំភ័យគេទៅខ្ញុំធ្វើស្រែរាប់សិបឆ្នាំហើយឆ្នាំណាក៏មានខ្យល់ភ្លៀងដែរទោះមានព្រើមែនក៏លោកឯងចង់ឆ្លៀតឱកាសពេលគ្រប់គ្នាភ័យខ្លាចដើម្បីបង្អាប់ថ្លៃមែនទេត្រូវហើយបើមានចិត្តល្អមែនហេតុអីមិនឲ្យ3យ៉នពួកអ្នកមានមាត់និយាយល្អណាស់តែក្នុងចិត្តចង់តែចំណេញច្រើននឹងថ្ងៃនេះខ្ញុំមិនបានមកអង្វរអ្នករាល់គ្នាឲ្យលក់ទេ2យ៉នជាតម្លៃធានាហានិភ័យមុនគ្រោះមហន្តរាយលក់ឬមិនលក់ស្រេចលើអ្នករាល់គ្នាសម្រេចតែខ្ញុំសូមប្រាប់ទុកឲ្យហើយថាគ្រោះធម្មជាតិនឹងមិនរងចាំអ្នករាល់គ្នាគិតយូរទេបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកដល់ភូមិខោជាហើយមើលចុះម្ទេសល្អយ៉ាងនេះបែរជាមានគេចង់មកក្រសោបទិញត្រឹមតែ2យ៉នបងដេវលោកមកចំពេលល្អណាស់ជួយប្រាប់បងប្អូនផងថាទឹកម្ទេសនៅក្រុងលក់ថ្លៃប៉ុន្មានបងប្អូនមើលឲ្យច្បាស់នៅក្នុងផ្សារទំនើបទឹកម្ទេសមួយ10តម្លៃ28យ៉នម្ទេសមួយចិនឲ្យយើងតែ2យ៉នខុសគ្នាឆ្ងាយម្លេះបងប្អូនឲ្យតើអ្នកណាជាអ្នកដាំទេសគឺពួកយើងចុះហេតុអ្វីបានជាទឹកម្ទេសមួយ10លក់28យ៉នចំណែកម្ទេសស្រស់របស់ពួកយើងឲ្យតែ2យ៉នលោកម៉ៅលោកមកជួយឬមកប្លន់កសិករឲ្យប្រាកដបងប្អូនតម្លៃ2យ៉នលក់ឬមិនលក់មិនលក់ដាច់ខាតនោះជាទឹកម្ទេសមិនមែនម្ទេសស្រស់ទេវានៅមានថ្លៃកែច្នៃថ្លៃស្តុកនិងថ្លៃដឹកជញ្ជូនទៀតទេគេចាប់ផ្ដើមប្រើពាក្យបច្ចេកទេសដើម្បីមកបំភ័យកសិករយើងទៀតហើយខ្ញុំដឹងហើយនៅចំពោះមុខផលចំណេញដ៏ច្រើនចាប់ពីពេលនេះទៅពួកគេជឿតែលើទឹកម្ទេសតម្លៃ28យ៉ននោះប៉ុណ្ណោះមើលចុះសំបីតែអ្នកក្រុងក៏ថាបងចិត្តខ្មៅដែរពួកយើងមិនលក់ទេពួកយើងដាំពេញមួយឆ្នាំបងចង់ទិញ2យ៉នយកទៅទាំងឡានមែនទេមិនចម្លែកទេដែលយកឡានមកច្រើនម្លេះតាមពិតគឺចង់មកឆ្លៀតឱកាសសោះគ្រប់គ្នាឈប់ឆ្លោះគ្នាទៅស្ដាប់លោកម៉ៅទៅតម្លៃ2យ៉ននេះពិតជាមិនទាបទេមេភូមិលោកជាមេភូមិខោជាឬក៏ជាកណេឲ្យករបស់ម៉ៅឡងបងប្អូនមើលចុះពួកអ្នកមានមិនទាន់និយាយផងមានអ្នកក្នុងភូមិប្រញាប់ចេញមុខបកស្រាយជូសបាត់ទៅហើយរឿងនេះច្បាស់ជាមានអាថ៌កំបាំងនៅពីក្រោយមេភូមិប្រហែលជាទទួលលុយគេហើយដឹងច្បាស់ជាអញ្ចឹងហើយទើបបង្ខំឲ្យយើងលក់ថោកបងដែលមែនទេបើមានអីមករកខ្ញុំកុំមកលៀបពណ៌មេភូមិអីបានតើលោកម៉ៅថ្ងៃនេះលោកនិយាយឲ្យច្បាស់នៅមុខអ្នកភូមិមកទឹកម្ទេសនេះធ្វើពីអ្វីធ្វើពីម្ទេសមែនទេ
មែនតើអ្នកណាជាអ្នកដាំទេគឺពួកយើងចុះហេតុអីម្ទេសដែលយើងដាំលក់នៅក្រុងបាន28យ៉នតែលោកមើលឲ្យពួកយើងតែ2យ៉នក្នុងមួយចិនត្រូវហើយបងប្អូនហត់នឿយពេញមួយឆ្នាំទាំងស្រោចទឹកដាក់ជីគឺធ្វើដោយខ្លួនឯងទាំងអស់លោកមើលគ្រាន់តែបើកឡានមកហាប់មាត់2យ៉នចង់ដឹកយកញើសឈាមយើងទៅបាត់មែនទេម្ទេសប៉ុន្មានរៃនេះខ្ញុំខំថែទាំកន្លះឆ្នាំហើយសង្ឃឹមបានលុយបង់ថ្លៃសាលាកូនតែ2យ៉នវាតិចពេកហើយបងស្រីនិយាយត្រូវណាស់នេះមិនមែនគ្រាន់តែជាម្ទេសទេតែជាថ្លៃសាលាកូននិងជាក្តីសង្ឃឹមពេញមួយឆ្នាំរបស់អ្នកគេមិនមែនកំពុងជួយកសិករកញ្ញាបញ្ជីទេតែគេកំពុងដុតភ្លើងចំកន្លែងដែលកសិករឈឺចាប់បំផុតគេមិនមែនកំពុងជួយកសិករកញ្ញាបញ្ជីទេតែគេកំពុងដុតភ្លើងចំកន្លែងដែលកសិករឈឺចាប់បំផុតគ្រប់គ្នាស្ដាប់ខ្ញុំសិនទឹកម្ទេសត្រូវឆ្លងកាត់ការកែច្នៃច្រើនគ្រប់ដំណាក់កាលសុទ្ធតែចំណាយលុយទាំងអស់ទេចាប់ផ្ដើមទៀតហើយពីអស់ទាំងនេះបងប្អូនស្ដាប់យកទេលោកយកតម្លៃលក់រីទឹកម្ទេសមកបោកអ្នកលក់ម្ទេសស្រស់បងដែលតើលោកមិនយល់ពិតមែនឬធ្វើជាមិនយល់បងប្អូននៅទេគេនិយាយវៀងវេមិនព្រមឆ្លើយសំណួរចំទេម៉ែឡងថ្ងៃនេះត្រូវបដូរតម្លៃឲ្យយើងវិញ5យ៉នមួយចិនខ្វះតែ1សេនក៏មិនលក់ដែរត្រូវហើយ5យ៉នបើមិនអញ្ចឹងទេគុំសង្ឃឹមបានម្ទេសសំបីតែមួយផ្លែពីភូមិខោជាបងប្អូនទាំងអស់គ្នាជួយខំមិនពាក្យគឺ5យ៉នមកឲ្យពួកអ្នកមានដឹងថាកសិករមិនមែនងាយនឹងធ្វើបាបទេ5យ៉ន5យ៉ន5យ៉នពួកគេស្មានថាខ្លួនឯងកំពុងតវ៉ាដើម្បីសេចក្តីថ្លៃថ្នូរតែពួកគេមិនដឹងទេថាព្រើនៅលើមេឃចិត្តមកដល់ហើយនេះទើបហៅថាការភ្ញាក់រលឹករបស់កសិករកាលពីមុនមិនដឹងទើបត្រូវគេបង្អាប់ថ្លៃតែថ្ងៃនេះយើងឲ្យគេដឹងថាតម្លៃគឺយើងជាអ្នកកំណត់លោកមើលបង្អែបង្អង់ទៀតមិនបានទេរ៉ាដាប្រែប្រួលទៀតហើយលបឿនពុកភ្លៀងលឿនជាងមុនឆ្ងាយណាស់ថ្ងៃនេះខ្ញុំឲ្យតម្លៃ2យ៉នគឺព្រោះតែព្រើចិត្តមកដល់ខ្ញុំជួយរ៉ាប់រងហានិភ័យជួសអ្នករាល់គ្នាទេមិនមែនដោយសាររំទេសនេះលក់បានថ្លៃ5យ៉ននោះទេបងប្អូនឲ្យតម្លៃនេះពិតជាមិនទាបទេលោកមើលឲ្យលុយសុទ្ធភ្លាម2យ៉នពិតជាតម្លៃល្អបំផុតហើយលោកតាចាស់ឲ្យសម័យកាលបដូរហើយឥឡូវគេលក់តាមឡាយលោកនៅឲ្យគេលក់2យ៉នទៀតលោកចាស់គំរើពេកហើយត្រូវហើយកាលមុនគ្មានជំរើសតែឥឡូវមានបងដែលពួកយើងអាចលក់បានថ្លៃជាងនេះច្រើនណាស់ខ្ញុំឈរនៅចំកណ្ដាលហ្វូងមនុស្សតែភាពអត់ធ្មត់របស់ខ្ញុំកំពុងតែរលាយបន្តិចម្ដងហើយលោកម៉ែវការព្រមានអំពីព្រើបានដំឡើងកម្រិតហើយអ្នករាល់គ្នាស្ដាប់ឲ្យច្បាស់ការព្រមានអាកាសធាតុបានដំឡើងកម្រិតហើយមុនយប់នេះបេះបានប៉ុន្មានបេះប៉ុណ្ណឹងដឹកចូលឃ្លាំងឲ្យអស់បើនៅតែបង្អែបង្អង់ទៀតគ្មានអ្នកណាជួយអ្នករាល់គ្នាបានទេការព្រមានពណ៌ក្រហមពិតជាធ្ងន់ធ្ងរយ៉ាងនេះមែនទេឈីលិនកុំប្រញាប់លក់មុនគេអីចុះបើវាឡើងថ្លៃដល់5យ៉នមែនឯងមិនស្ដាយក្រោយស្លាប់ទៅហើយទេអីតែខ្ញុំខ្លាចព្រើធ្លាក់បងដែលមានហ្វេងច្រើនណាស់គាត់មិនបោកយើងទេបងប្អូនយប់នេះម៉ោង8ខ្ញុំនឹងបើកការ live ជួយកសិករនៅភូមិខោជានេះផ្ទាល់តែម្ដង5ចិនត្រឹមតែ39យ៉នប៉ុណ្ណោះ39យ៉នពួកគេមិនបានកិននាទេថាទាំងថ្លៃស្តុកថ្លៃដឹកជញ្ជូននិងថ្លៃវេចខ្ចប់សុទ្ធតែជាដើមទុនហើយសំខាន់បំផុតគឺមិនអាចដូរលុយវិញបានទៀតផងលោកម៉ែវគិតយ៉ាងម៉េចទៅខ្ញុំបានផ្ដល់ពេលវេលាឲ្យពួកគេហើយក៏បានផ្ដល់តម្លៃសមរម្យដែរតែគ្រោះធម្មជាតិមិនដែលរងចាំអ្នកណាត្រឡប់ក្រោយវិញទេប្រមូលអេវ៉ាន់ត្រឡប់ទៅវិញឃើញទេពួកអ្នកមានចង់រត់ចោលស្រុកហើយម៉ែឡងបើគ្មានលោកក៏ពួកយើងនៅតែលក់បានថ្លៃដែរបងប្អូនមើលចុះគេរត់ទាំងកន្ទុយខ្វៀនហើយយប់នេះម៉ោង8ជួបគ្នាក្នុងការ live លក់ម្ទេសភូមិខោជាមិនមកមិនទៅមេឃច្បាស់ជាប្រែប្រួលមែនហើយលោកមើលលោកខោយេនសិនឲ្យអ្នកភូមិចេញថ្លៃវេចខ្ចប់មុនហើយបងដែលកំពុងល្បីចំណែកខោយេនសិនកំពុងឆ្លៀតឱកាសយកកម្រៃជើងសាចុងក្រោយអ្នកដែលខាតបង់គឺកសិករអ្នកដាំទេសដដែលចុះពួកយើងពិតជាមិនខ្វល់ពីភូមិខោជាមែនទេខ្ញុំធ្លាប់ផ្ដល់ឱកាសឲ្យពួកគេហើយ
តែពួកគេគិតថានោះជាតម្លៃបង្អាប់បោកប្រាស់ពួកគេទៅភូមិជាយកមុនទៅទីនោះកំពុងបេះម្ទេសហើយលោកម៉ៅលោកថា2 យ៉ន1ចិនលុយសុទ្ធភ្លាមតើជាការពិតមែនទេឲ្យតែម្ទេសគ្រប់ស្តង់ដារ2 យ៉នដាក់ចូលឡានត្រជាក់ភ្លាមឲ្យលុយភ្លាមចុះភូមិខោជាខាងនោះលក់អស់ហើយឬនៅពួកគេគិតតែពីរឿងផលចំណេញបើព្រើធ្លាក់មកចាំតែអង្គុយយំទៅអ្នករាល់គ្នាប្រញាប់បេះឥឡូវទៅ2 យ៉នលុយនឹងចូលកងត្រឹមយប់នេះបើចង់ភ្នាល់ចាំដល់ព្រើធ្លាក់ស្អែក2កាក់ក៏គ្មានគេចង់បានដែរមិនភ្នាល់ទេស្ដាប់តាមលោកម៉ែវភូមិយើងទាំងមូលប្រញាប់បេះទៅជួយពិនិត្យមើលគីឡូផងតើត្រឹមត្រូវទេបាទត្រឹមត្រូវហើយលុយចូលហើយលុយចូលកងពិតមែនហើយតម្លៃ2 យ៉នក្នុង1ចិនថ្លៃជាងឆ្នាំមុនឆ្ងាយណាស់គ្រប់គ្នាខំប្រឹងឡើងមេឃមិនរងចាំមនុស្សទេលោកម៉ៅមើលគុណភាពម្ទេសនេះចុះល្អដូចដែលបាននិយាយមែនទេកុំបារម្ភឲ្យតែនិយាយគឺធ្វើឲ្យបានល្អណាស់ម្ទេសស្រស់បូកនឹងថ្លៃដឹកជញ្ជូនឡាយយប់នេះច្បាស់ជាផ្ទុះមិនខានស្អែកនឹងចំណេញទាំងដើមទាំងចុងឲ្យតែអាចរកលុយបានលើកនេះសាក់លបងម្ដងចុះបងយេនសិននេះជាលុយដែលខ្ញុំត្រៀមបង់ថ្លៃសាលាឲ្យកូនមិនហ៊ានប្រថុយទេបើបង់2000ស្អែកចំណេញបាន20000លោកម៉ែវធ្លាប់ប្រាប់ថាត្រូវប្រើទឹកកកដើម្បីឲ្យត្រជាក់អាកាសធាតុក្តៅបែបនេះម្ទេសបេះមកបើទុកហប់នឹងខូចអស់ហើយមេភូមិអើយយើងកាត់បន្ថយដើមទុនទើបយើងអាចចំណេញបានច្រើនបងប្អូនយប់នេះម៉ោង8ម្ទេសភូមិខោជាផ្ញើផ្ទាល់ពីកន្លែងដាំឲ្យពួកដែលមើងងាយយកសិករដឹងថាកសិករក៏អាចកំណត់តម្លៃខ្លួនឯងបានដែរបងប្អូនសំបីតែទេវតាក៏ជួយជ្រោមជ្រែងពួកយើងដែរការ live យប់នេះច្បាស់ជាផ្ទុះខ្លាំងមិនខាននេះមិនមែនជាការជួយទេនេះគឺការសម្លាប់មនុស្សហើយបងប្អូននេះជាម្ទេសលេខ1ផ្ញើផ្ទាល់ពីចំការរបស់យើងផ្លែនេះបែកសម្បកហើយមិនអាចដាក់ចូលបានទេដឹងបែកបន្តិចបន្តួចមានបញ្ហាអីវាមិនទាន់រលួយឯណាភ្ញៀវទិញយកទៅធ្វើទឹកម្ទេសដូចតែគ្នានឹងតែលោកម៉ែវថាបើបែកសម្បកវាងាយនឹងរលួយណាស់លោកឯងជឿតាមលោកម៉ែវរហូតអញ្ចឹងគាត់គ្រាន់តែចង់ឲ្យយើងមិនហ៊ានលក់ដើម្បីឲ្យគាត់អាចមកទិញបង្អាប់ថ្លៃបានតាមចិត្តតែប៉ុណ្ណោះធ្វើដៃឲ្យរហ័សឡើងយប់នេះត្រូវលក់ឲ្យបាន5000ការ៉ុង5000ការ៉ុងតើលក់បានលុយច្រើនប៉ុណ្ណាទៅម្ទេសក្តៅដាក់ចូលធុងហប់បែបនេះច្បាស់ជារលួយអស់ហើយលោកម៉ែវម្ទេសលោតដំបងរបស់ភូមិស៊ីយ៉ូបានចូលឃ្លាំងអស់ហើយកម្រិតខូចខាតគឺត្រូវបានគ្រប់គ្រងយ៉ាងល្អភូមិខោជាពិតជាលក់ដាច់ខ្លាំងណាស់ឥឡូវលើអ៊ីនធឺណិតគេកំពុងនាំគ្នាជេរថាពួកយើងចិត្តអាក្រក់បង្អាប់ថ្លៃគេទុកឲ្យគេជេរតាមចិត្តចោះអ្នករាល់គ្នា descriptor មើលធុងវិចខ្ចប់របស់ពួកគេគ្មានការបញ្ចុះកម្ដៅគ្មានបន្ទះស្រូបទឹកគ្មានប្រហោងខ្យល់យកម្ទេសបែកសម្បកនិងម្ទេសល្អដាក់លីចូលគ្នាយប់នេះសីតុណ្ហភាពជាង20អង្សាបើមានភ្លៀងធ្លាក់ចូលទៀតស្អែកព្រឹកបាតធុងច្បាស់ជាហូរទឹកខ្ទុះហើយចុះការបញ្ជាទិញទាំងនោះឥឡូវវាជាការបញ្ជាទិញតែស្អែកវានឹងក្លាយជាការបង្វិលលុយសងវិញអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនពួកគេលក់មិនដាច់ទេតែគឺពួកគេស្មានថាខ្លួនឯងបានចំណេញរួចទៅហើយបងប្អូនលើសពី10000ការ៉ុងហើយយប់នេះគ្មានអ្នកណាបានសម្រាកទេត្រូវបេះនឹងវិចខ្ចប់ឲ្យទាន់យប់នេះម្ទេសក្នុងចំការមិនត្រូវឲ្យសល់សំបីតែមួយផ្លែបេះទៀតមិនបានទេព្រើចិត្តធ្លាក់មកហើយខាងក្រៅខ្យល់ខ្លាំងណាស់ចេញទៅគ្រោះថ្នាក់ណាស់បើខ្លាចស្លាប់ក៏ទៅផ្ទះទៅអ្នកចង់បានលុយតាមខ្ញុំមកការបញ្ជាទិញលក់ដាច់អស់ហើយមិនផ្ញើឲ្យគេមិនបានទេឈីលិនឲ្យលុយនោះមិនទាន់ដល់ដៃអញផងតែខ្ញុំមើលឃើញក្តីសង្ឃឹមហើយប្រញាប់ឡើងបងដេវទើបតែបន្ថែមចំនួនលក់ទៀតហើយមេឃភ្លៀងធំពេកហើយមើលអីមិនចង់ឃើញទេកុំខ្វល់ច្រើនអីទាំងខ្ចីទាំងចាស់ទាំងបែកសម្បកបេះយកមកឲ្យអស់បើផ្ញើអីវ៉ាន់មិនទាន់តើអ្នកណាចេញសងបងយិនសិនម្ទេសបែកសម្បកទាំងនេះពិតជាអាចដាក់បានមែនទេបែកក៏នៅតែជាម្ទេសដែរភ្ញៀវយកទៅធ្វើទឹកម្ទេសតើមានអ្នកណាមកអង្គុយរើសមើលម្ដងមួយផ្លែព្រើធ្លាក់ហើយព្រើធ្លាក់ហើយម្ទេសរបស់ខ្ញុំខូចអស់ហើយទាំងផ្ទះទាំងចំការក៏ខ្ទេចអស់ដែរថ្លៃសាលាកូនខ្ញុំលុយរបស់ខ្ញុំកុំយំអីរើសបានប៉ុន្មានយកប៉ុណ្ណឹងទៅការបញ្ជាទិញរបស់បងដេវលក់ដាច់អស់ហើយវិចខ្ចប់ផ្ញើទៅនៅតែបានលុយ
Bay kích tí ở hai nơi tại ạch nhà ban tiết mền tế. Ba mình nhà tế ban lôi pina ở thay xà là cồn anh. Lục mâu prơ ban thịa đỏ phum khao dè hai. Tại ca lai rồi bỏ bù kê nơi tại mình chụp hai nơi tại thêm chùm nụ lụ tiệt. Prơ thưa ở bay xâm bọc cầm tế, tại ca lai cầm pung tại bầm bay plơ thoi kroi trong kroi rồi bỏ bù kê. Nhóm thua pro miên bù kê rụi hai đầm lại pi yon đầm bay chui chỉ vật bù kê mình dọc tê. Prap nẹ phum xí diều tiếng ó cùng ở trên krai tê dục ní, lôi chô cùng ở hai chỉ vật sầm khăn chừng tê. Chop hai. Chop ở hai. Bẹp ní ta lụ ở nẹ nà tớ. Cá pi msờ mình bà nhóm lụ ở lột mêu đầm lại pi yon co là ở đài. Nì dây lơ miênប្រយោជន៍ấy. Cáបញ្ជាទិញលក់ចេញអស់ហើយ បើមិនផ្ញើវ៉ាន់ទេត្រូវផាកពិន័យនិងបង្វិលលុយឲ្យភ្ញៀវវិញពួកយើងកាន់តែវិនាសម្ទេសទាំងនេះបែកសម្បកចូលទឹកអស់ហើយផ្ញើទៅគឺបោកគេហើយបើមិនផ្ញើគឺមានតែផ្លូវស្លាប់ខូចឬមិនខូចចាំភ្ញៀវទទួលសិនចាំគិតទៀតខោ Jensen លោកកំពុងយកកេកឈ្មោះភូមិទាំងមូលមកភ្នាល់ហើយកេកឈ្មោះស៊ីបាយបានមែនទេបើលុយមិនដល់ដៃទេគ្រប់គ្នាមានតែរលីទាំងអស់គ្នានឹងធ្វើឲ្យលឿនឡើងមុនថ្ងៃត្រង់ត្រូវតែផ្ញើចេញឲ្យបានមួយឡូតខាងក្រុមហ៊ុនដឹកជញ្ជូនត្រូវការកំណត់ត្រាបើមិនអញ្ចឹងប៉ះពាល់ដល់ការ live ហើយបងដើមម្ទេសទាំងនេះត្រូវប្រើបុកបែកអស់ហើយភ្ញៀវមិនតវ៉ាទេអីលោកមិននិយាយភ្ញៀវដឹងអីម្យ៉ាងទៀតតាមផ្លូវខូចខាតខ្លះជារឿងធម្មតាទេម្ទេសស្រស់យ៉ាងនេះដាក់ធុងជិតឈឹងតែមិនដាក់ទឹកកកដាក់ធ្វើអីកាត់បន្ថយចំណាយទើបបានចំណេញស្អែកគឺដល់ដៃភ្ញៀវហើយអាកាសធាតុមិនសូវស្រួលទេបើស្ទះផ្លូវតាមផ្លូវកុំចេះដឹងរឿងគេបើកឡានរបស់ឯងទៅកុំនិយាយច្រើនធុងនេះហូរទឹកចេញមកហើយនេះជាទឹកម្ទេសមែនទេធម្មតាទេលោកម៉ៅពួកគេផ្ញើវ៉ាន់ចេញមែនហើយជាការដឹកជញ្ជូនធម្មតាមិនមានការបញ្ចុះកម្ដៅហើយម្ទេសក៏ត្រូវជោគទឹកទៀតបើខុតឥឡូវអ្នកភូមិនឹងគិតថាពួកយើងទៅកាត់ផ្លូវរកស៊ីគេចាំដល់ភ្ញៀវបើកធុងមើលសិនទើបពួកគេអាចភ្ញាក់ខ្លួនបានលោកម៉ៅឡានដឹកជញ្ជូនអាចនឹងស្ទះនៅស្ថានីយកណ្ដាលបើអញ្ចឹងវាកាន់តែលឿនហើយអីគេលឿនជាងមុនគឺរលួយលឿនជាងមុនក្លិនស្អីហ្នឹងស្អុយម្លេះអេវ៉ាន់នេះប្រើការលេងបានហើយត្រូវប្រញាប់ដោះស្រាយទុកក្នុងឡានប៉ុន្មានម៉ោងហើយទាំងព្រើលបុកទាំងត្រាំទឹកភ្លៀងហើយផ្ញើក្នុងធុងហប់ទៀតមិនរលួយទើបចម្លែកទូរស័ព្ទប្រាប់អ្នកផ្ញើឲ្យគេបដូរទៅរោងចក្រកែច្នៃក្នុងស្រុកវិញទៅយ៉ាងហោចណាស់ក៏អាចស្រង់ដាំបានខ្លះដែរខ្ញុំថាហើយកុំចង់ចំណេញហួសហេតុពេកប្រយ័ត្នខាតបង់ធំបងដៅម្ទេសលោតនេះចាប់ផ្ដើមប្រែពណ៌ហើយប្រញាប់តាក់ទងរោងចក្រកែច្នៃដើម្បីលក់បង្អស់ថ្លៃទៅបើមិនអញ្ចឹងភ្ញៀវបង្វិលវិញអស់ហើយព្រើធ្វើឲ្យបែកសម្បកកំទេសតែការ live កំពុងតែបំបីផ្លូវថយក្រោយចុងក្រោយរបស់ពួកគេខ្ញុំធ្លាប់ប្រមានពួកគេរួចហើយតម្លៃពីយន់ដើម្បីជួយជីវិតពួកគេមិនយកទេប្រាប់អ្នកភូមិស៊ីយោទាំងអស់កុំឲ្យចេញក្រៅផ្ទះយប់នេះលុយចូលកងអស់ហើយជីវិតសំខាន់ជាងទេចប់ហើយចប់អស់ហើយបែបនេះតើលក់ឲ្យអ្នកណាទៅកាលពីម្សិលមិញបើខ្ញុំលក់ឲ្យលោកម៉ៅតម្លៃ2យន់ក៏ល្អដែរនិយាយឥឡូវមានប្រយោជន៍អីការបញ្ជាទិញលក់ចេញអស់ហើយបើមិនផ្ញើវ៉ាន់ទេត្រូវផាកពិន័យនិងបង្វិលលុយឲ្យភ្ញៀវវិញពួកយើងកាន់តែវិនាម្ទេសទាំងនេះបែកសម្បកចូលទឹកអស់ហើយផ្ញើទៅគឺបោកគេហើយបើមិនផ្ញើគឺមានតែផ្លូវស្លាប់ខូចឬមិនខូចចាំភ្ញៀវទទួលសិនចាំគិតទៀតខោ Jensen លោកកំពុងយកកេកឈ្មោះភូមិទាំងមូលមកភ្នាល់ហើយកេកឈ្មោះស៊ីបាយបានមែនទេបើលុយមិនដល់ដៃទេគ្រប់គ្នាមានតែរលីទាំងអស់គ្នានឹងធ្វើឲ្យលឿនឡើងមុនថ្ងៃត្រង់ត្រូវតែផ្ញើចេញឲ្យបានមួយឡូតខាងក្រុមហ៊ុនដឹកជញ្ជូនត្រូវការកំណត់ត្រាបើមិនអញ្ចឹងប៉ះពាល់ដល់ការ live ហើយបងដើមម្ទេសទាំងនេះត្រូវប្រើបុកបែកអស់ហើយភ្ញៀវមិនតវ៉ាទេអីលោកមិននិយាយភ្ញៀវដឹងអីម្យ៉ាងទៀតតាមផ្លូវខូចខាតខ្លះជារឿងធម្មតាទេម្ទេសស្រស់យ៉ាងនេះដាក់ធុងជិតឈឹងតែមិនដាក់ទឹកកកដាក់ធ្វើអីកាត់បន្ថយចំណាយទើបបានចំណេញស្អែកគឺដល់ដៃភ្ញៀវហើយអាកាសធាតុមិនសូវស្រួលទេបើស្ទះផ្លូវតាមផ្លូវកុំចេះដឹងរឿងគេបើកឡានរបស់ឯងទៅកុំនិយាយច្រើនធុងនេះហូរទឹកចេញមកហើយនេះជាទឹកម្ទេសមែនទេធម្មតាទេលោកម៉ៅពួកគេផ្ញើវ៉ាន់ចេញមែនហើយជាការដឹកជញ្ជូនធម្មតាមិនមានការបញ្ចុះកម្ដៅហើយម្ទេសក៏ត្រូវជោគទឹកទៀត
បើខុតឥឡូវអ្នកភូមិនឹងគិតថាពួកយើងទៅកាត់ផ្លូវរកស៊ីគេ ចាំដល់ភ្ញៀវបើកធុងមើលសិនទើបពួកគេអាចភ្ញាក់ខ្លួនបាន លោកម៉ៅឡានដឹកជញ្ជូនអាចនឹងស្ទះនៅស្ថានីយកណ្ដាល បើអញ្ចឹងវាកាន់តែលឿនហើយ អីគេលឿនជាងមុន គឺរលួយលឿនជាងមុន ក្លិនស្អីហ្នឹង ស្អុយម្លេះ អេវ៉ាន់នេះប្រើការលេងបានហើយត្រូវប្រញាប់ដោះស្រាយ ទុកក្នុងឡានប៉ុន្មានម៉ោងហើយ ទាំងព្រើបុកទាំងត្រាំទឹកភ្លៀងហើយផ្ញើក្នុងធុងហប់ទៀតមិនរលួយទើបចម្លែក ទូរស័ព្ទប្រាប់អ្នកផ្ញើឲ្យគេបដូរទៅរោងចក្រកែច្នៃក្នុងស្រុកវិញទៅ យ៉ាងហោចណាស់ក៏អាចស្រង់ដាំបានខ្លះដែរ ខ្ញុំថាហើយកុំចង់ចំណេញហួសហេតុពេកប្រយ័ត្នខាតបង់ធំ បងដៅម្ទេសលោតនេះចាប់ផ្ដើមប្រែពណ៌ហើយ ប្រញាប់តាក់ទងរោងចក្រកែច្នៃដើម្បីលក់បង្អស់ថ្លៃទៅបើមិនអញ្ចឹងភ្ញៀវបង្វើវិញអស់ហើយ